បងប្អូនបាទខ្ញុំចែករំលែកបទពិសោធន៍បងប្អូនបាទបងប្អូនដែលអាសាដែលឡើងក្បាលពោះដោះអាសាច់ចំហៀងបងប្អូនមើលបាទពពួកខ្លាញ់អញ្ចឹងពពួកអស់នេះដែលបងប្អូនព្យាយាមញ៉ាំគ្រឿងពពងមានផ្លូវមាន់មានដំឡូងបារាំងអីហ្នឹងបងប្អូនបាទអស់ហ្នឹងឯងដែលធ្វើឲ្យយើងដោះក្បាលពោះយើងដោះអាដែលសាច់ចំហៀងណាហើយមួយទៀតនេះពពួកប្រភេទផ្អែមបងប្អូនមើលទៅបាទក្បាលពោះបងប្អូនដោយសារអីដោយសារគ្រឿងផ្អែមនេះបាទមានកាហ្វេតែគុជមានការ៉េមមានពពួកអដែលពោតផ្ទុះពោតអីហ្នឹងអាហ្នឹងដែលជាកត្តាធ្វើឲ្យបងប្អូនឡើងក្បាលពោះនឹងឯងបាទហើយបងប្អូនចេះឆ្ងល់ថាហេតុអីបានសាច់ភ្លៅរបស់យើងនេះចិត្តថាធំមកពីអីបងប្អូនមើលនេះបាទពពួកបុកលហុងពពួកសាច់ក្រកអាំងមីពពួកគ្រឿងអដែលនេះដំឡូងបារាំងគេស្លាយអីហ្នឹងណាបាទបងប្អូនអាហ្នឹងហើយដែលជាកត្តាធ្វើឲ្យបងប្អូនធំភ្លៅឲ្យមិនងាយស្រកសោះបងប្អូនអូខេអញ្ចឹងបើសិនជាបងប្អូនចង់ជៀសវាងទាំងអស់ហ្នឹងបងប្អូនគួរកាត់បន្ថយបាទបើសិនជាបងប្អូនដែលនៅក្នុងផែនការសម្រក់គីឡូចង់បានផ្លូវតូចក្បាលពោះរាបស្មើហើយសាច់ចំហៀងតាគៀកយើងហ្នឹងបាទស្រកបងប្អូនគួរកាត់បន្ថយហើយបើសិនជាបងប្អូនចង់ស្រកគីឡូបែបធម្មជាតិបែបត្រឹមត្រូវស្រកឲ្យมันឡើងវិញទេស្រកជាមួយអ្នកជំនាញបងប្អូនអាចឆាតមកសួរខ្ញុំបានបាទខ្ញុំមានតិចនិចប្រាប់បងប្អូនពីរឿងស្រកគីឡូនេះដោយជោគជ័យបងប្អូនបាទអរគុណច្រើន